và bông ôn ai năng phịch mù tài và tài mù tài mình phịch chân ti bông ôn tê và chân đời ca nè mệt xa phliêng chân vọt miền mù tài có cả miền làng và thèm đó bông ôn nè và trong năm 2025នេះបាទគឺមេឃមានកក់ភ្លៀងកក់ខែច្រើនអញ្ចឹងជាហេតុធ្វើឲ្យវត្តមានមូសតែមានការកើនឡើងវិញអញ្ចឹងបងប្អូនសូមប្រុងប្រយ័ត្នណាបាទកុំភ្លេចនៅពពួកមូសតែបាទចការនេះផ្លាយយ៉ាងគួរសមដែរបាទតែគាត់ឃើញផ្លាយជាងច្រើនគាត់ចោលយ៉ាងយូរដល់អញ្ចឹងទៅវត្តមានមូសតែមានមកវិញនេះបងប្អូនមើលនៅលើស្លឹកបាទច្រើនមែនតើណាបាទអញ្ចឹងវាអត់ភ្លេចចន្ទីបងប្អូនទេនៅពេលដែលអាកាសធាតុសមស្របសម្រាប់ការកកើតជីវិតរបស់ពួកវាបាទគឺពួកវានឹងមានការកើនឡើងនៅវត្តមានច្រើនបាទដូច្នេះហើយវាកំចាត់វាបំផ្លាញនៅផលដំណាំយើងណាបាទអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនបាទឃើញមានវត្តមានវាចាប់ផ្ដើមមានហើយផ្កាយើងនៅច្រើនផ្លែយើងនៅច្រើនណាកុំភ្លេចកំចាត់វាបាទសម្បីតែផ្លែក៏វាបំផ្លាញដែរណាផ្លែក៏វាបំផ្លាញដែរហើយនេះសញ្ញាបំផ្លាញនៅលើផ្កាណាបាទនៅលើផ្កាគឺខ្លោចតែម្ដងតងអញ្ចឹងបាទហើយនេះវត្តមានវាបាទដែលយើងមើលឃើញនេះបាទណាបាទមើលខ្ញុំចូលដៃទៅប៉ះវារត់អ្នកហើភិលណាបាទអញ្ចឹងឥឡូវទៅមើលការបំផ្លាញនៅលើផ្លែថាតើការបំផ្លាញនៅលើផ្លែវាបំផ្លាញរបៀបម៉េចបាទនេះការបំផ្លាញនៅលើផ្លែបាទការបំផ្លាញនៅលើផ្លែបងប្អូនឃើញណាបាទផ្លែមានស្នាមអុចនេះណាអុចឡើងសោះតែម្ដងនេះហើយពេលវាអុចឡើងសោះអញ្ចឹងហើយគឺថាផ្លែហ្នឹងពេលទុំទៅគឺប្រេះហើយណាមើលស្នាមវាអុចនេះឃើញទេបាទអញ្ចឹងនេះជាការបំផ្លាញដោយមូសតែបាននេះវាតោងនៅលើផ្លែបងប្អូននេះបាទនេះបងប្អូនឃើញទេនេះបាទវត្តមានវានៅលើផ្លែនេះបាទទូរស័ព្ទវាអត់ focus ហើយខ្ញុំចាប់វាមកហ្មងអាយ៉ាហើបាទនេះបាទហើមកទុំលើស្លឹកនេះបាទនេះវាហើពីផ្លែមកទុំនៅលើស្លឹកបាទអញ្ចឹងការអុចផ្លែបែបនេះបាទមានស្នាមអុចហ្នឹងបាទគឺការបំផ្លាញដោយពពួកមូសតែនេះបាទបំផ្លាញលើផ្លែណាបាទអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាណាមូសតែបែបនេះបាទសូមកុំភ្លេចប្រើប្រាស់ជាមួយនឹងស្រកានេះបាទស្រកានេះមួយកញ្ចប់បាទកន្លះគីឡូហ្នឹងបាទប្រើទឹក 1000 លីត្រហើយអាចបន្ថែមជាមួយនឹង Genmix ដែលជាទឹកជំរាបបាទដើម្បីបង្កើនប្រសិទ្ធភាព Genmix ដើម្បីបង្កើនប្រសិទ្ធភាពស្រកានេះឲ្យសម្លាប់បានច្រើនឲ្យជាប់បានយូរការពារបានយូរណាបាទនេះសិតតែផ្លែដែលបំផ្លាញដោយពពួកមូសតែណាបាទអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទបើពេញចិត្តបាទសូមជួយចែកម្លែកដើម្បីឲ្យបងប្អូនម្ចាស់ចម្ការផ្សេងទៀតបានឃើញនិងបានដឹងពីការបំផ្លាញនៃពពួកមូសតែនៅលើស្វាយចន្ទីផងដែរបាទសូមអរគុណសូមជម្រាបលា